ហើយបំផ្លាញគេដូនតាខ្មែរបែរជាធ្លាក់កម្មលើពលរដ្ឋខ្លួនឯងស្លាប់នឹងរបួសខ្ទង់100នាក់ត្រឹមតែមួយប្រព្រឹត្តភ្នែក Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេសោតនាដកម្មបាក់ដងស្ទូចទម្ងន់រាប់តោនសង្កត់លើទូរថភ្លើងនៅថៃបណ្ដាលឲ្យមនុស្សទាំងអស់ដែលជិះលើរថភ្លើង195នាក់មានយ៉ាងហោចណាស់22នាក់បានស្លាប់និងរបួសជាង70នាក់ហើយក្នុងចំណោមអ្នករបួសទាំងនោះមាន20នាក់ដង្ហើមចង្រិតមានសង្ឃឹមរស់តិចតួចបំផុតសោតនាដកម្មគ្រោះថ្នាក់បាក់ដងស្ទូចសម្រាប់សាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលមានទម្ងន់រាប់តោនបានសង្កត់លើទូរថភ្លើងក្នុងខេត្តនគររាជសីមាប្រទេសថៃបានឆក់យកជីវិតមនុស្សនិងបង្ករបួសធ្ងន់ធ្ងរដល់អ្នកដំណើរជិត100នាក់ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏រន្ធត់បើកទំព័រឆ្នាំថ្មី2026បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់នៅហាត់យ៉ៃនិងភៀកខាងត្បូងទើបតែបានសម្លាប់មនុស្សយ៉ាងហោចណាស់65នាក់កាលពីចុងឆ្នាំ2025កន្លងទៅប្រពន្ធពីនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយហៅកាត់ថា DDPM ប្រចាំប្រទេសថៃបានបញ្ជាក់ថាដងស្ទូចដាច់ថែបនៃគ្រឿងចក្រសម្រាប់លើកដាក់ធ្នឹមស្ពានបេតុងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបានរដុមធ្លាក់សង្កត់លើទូរថភ្លើងនៃខ្សែរថលេខ21ដែលធ្វើដំណើរទៅមកក្រុងបាងកកនិងខេត្តឧបលជាប់ព្រំដែនប្រទេសកម្ពុជានៅពេលរថភ្លើងកំពុងបើកក្នុងល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងមកដល់ទឹកដីខេត្តនគររាជសីមាស្រាប់តែដងស្ទូចយក្សនេះបានធ្លាក់រលំពីកម្ពស់9ម៉ែត្រមកសង្កត់ចំពីលើយ៉ាងពេញទំហឹងចំទូទី2និងទូទី3បណ្ដាលឲ្យខ្ទេចម៉ត់និងផ្ទុះឆេះភ្លាមចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅរបាយការណ៍បឋមបង្ហាញថាមនុស្ស22នាក់បានស្លាប់ដោយគៀបជាប់ក្នុងទូរថភ្លើងខណៈយ៉ាងហោចណាស់70នាក់ទៀតរងរបួសហើយក្នុងចំណោមនោះមាន20នាក់ស្ថិតនៅក្នុងស្ថានភាពដង្ហើមចង្រិតព្រោះតែរបួសពួកគេធ្ងន់ធ្ងរពេកក្រោយការចុះផ្សាយនិងបង្ហោះតាមបណ្ដាញសង្គមជុំវិញព័ត៌មាននៃសោកនាដកម្មដែលបានកើតមានឡើងនៅក្នុងប្រទេសថៃនាថ្ងៃនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមនៅកម្ពុជាជាពិសេសអ្នកដែលមានជំនឿលើកម្មផលបានបង្ហាញចំណាប់អារម្មណ៍ដោយលើកឡើងនៅការយកឃើញស្រដៀងគ្នាថានេះហើយបាបកម្មតាមទាន់ហន់អរគុណក្រសួងកម្ពុជាម្ចាស់គណនី Facebook មួយរូបបានលើកឡើងថាវត្ថុស័ក្តិសិទ្ធិមិនបណ្ដោយឲ្យអ្នកបំផ្លាញគេដំណើរដូនតាខ្មែរបានរួចខ្លួនជាដាច់ខាតនេះហើយទេវតាដាក់ទោសអ្នកដែលបំពានដែលថ្លើមធំហ៊ានប្រើយន្តហោះចម្បាំង F16 កំទេចប្រាសាទព្រះវិហារនិងស្ពានបុរាណរបស់ខ្មែរពាក់ព័ន្ធទៅនឹងប្រាសាទព្រះវិហារនេះដែរមានការបង្ហោះនិងចែកចាយតគ្នាថាថៃបានបាញ់បំបាក់ដងស្ទូចឬហៅថាក្រែននៅប្រាសាទព្រះវិហារថ្ងៃនេះបែរជារលំបាក់ដងស្ទូចនៅខេត្តនគររាជសីមាសង្កត់លើទូរថភ្លើងបណ្ដាលឲ្យមនុស្សច្រើនអ្នកស្លាប់និងរបួសបែបនេះជុំវិញសោកនាដកម្មខាងលើបានធ្វើឲ្យនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទិនផ្ទុះកំហឹងជាខ្លាំងព្រោះថាឈ្មោះរបស់លោកនឹងត្រូវចារជាប្រវត្តិសាស្ត្រថាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីអនុទិនប្រទេសជាតិថៃតែងតែជួបប្រទះនៅគ្រោះមហន្តរាយមិនចេះចប់មិនចេះហើយបន្តផ្ទួនអនុទិនបានលុបចោលកម្មវិធីឃោសនាទាំងអស់របស់ខ្លួនដោយចេញបញ្ជាទាំងកំហឹងឲ្យអភិបាលផ្លូវរថភ្លើងថៃហៅកាត់ថា SRT ពិចារណាលើការលាលែងតំណែងរបស់ខ្លួននិងបានចោទសួរចំអំពីគុណភាពសាងសង់របស់ក្រុមហ៊ុនព្រោះការដ្ឋានផ្លូវរថភ្លើងមួយនេះតែងតែបង្កគ្រោះថ្នាក់ដដែលដោយបង្គាប់ឲ្យដាក់ក្រុមហ៊ុនខាងលើចូលទៅក្នុងបញ្ជីខ្មៅអនុទិនសង្កត់ធ្ងន់ថានេះមិនមែនជារឿងចែកដន្យនោះទេវាគឺជាកំហុសវិស្វកម្មនិងភាពធ្វេសប្រហែសដែលត្រូវតែមានអ្នកទទួលខុសត្រូវបច្ចុប្បន្នក្រមសង្គ្រោះកំពុងបន្តរកជនរងគ្រោះដែលបានបាត់ខ្លួនបន្ថែមទៀតខណៈដែលសាកសពអ្នកដែលបានបាត់បង់ជីវិតត្រូវបានបញ្ជូនទៅធ្វើកសោវិច័យសោកនាដកម្មដែលថៃបានជួបនេះមិនត្រឹមតែជាមេរៀនបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសារដាស់តឿនដល់អ្នកដែលចូលចិត្តបំភ្លេចបំផ្លាញកេរដំណែលរបស់អ្នកដទៃឲ្យភ្ញាក់ខ្លួនថាមេឃដីមានភ្នែកកម្មផលមានពិតចោះសម្រាប់ប្រិមិត្តដែលកំពុងទស្សនា
នៅពេលដែលឃើញហេតុការណ៍សោកនាដកម្មកើតឡើងចំពោះប្រទេសថៃលោកអ្នកគិតទៅដល់រឿងអ្វីមុនគេខ្ញុំបាទតារាពីកម្មវិធី60